ណាភិនបានជិះម៉ូតូទៅបោះតង់នៅស្ទឹងពពកខេត្តកោះកុងស្រស់ស្រាយជាមួយនឹងបរិយាកាសប៉ុន្តែខ្ញុំបានជួបរឿងមួយដែលនឹកស្មានមកដល់ធ្វើឲ្យខ្ញុំហើយនឹងគ្នាខ្ញុំចុះរុកព្រៃទាំងកដាយប់ដាច់ទឹកដាច់ Google Map ដាច់សេវាជាប់ក្នុងព្រៃជាង4ម៉ោងចង់ដឹងថាទៅជាយ៉ាងណាតោះយើងទៅតាមដានទាំងអស់គ្នានេះគឺជាទ្រីបម៉ូតូទី2របស់ពួកខ្ញុំហើយចាប់ផ្ដើមចេញដំណើរម៉ោង6ព្រឹកដោយសារតែផ្លូវរៀងឆ្ងាយទៅដល់កោះកុងនោះវីដេអូនេះរៀងពិសេសបន្តិចអ្នកទាំងអស់គ្នាគ្រាន់តែមើលវីដេអូនេះអាចមានឱកាសឈ្នះ iPhone 16រហូតដល់5គ្រឿងឯណោះហើយលក្ខខណ្ឌក្នុងការឈ្នះអ្នកទាំងអស់គ្នាបន្តមើលវីដេអូនេះទៅខ្ញុំនឹងប្រាប់ចូលមកដល់សាច់រឿងយើងវិញសិនធ្វើដំណើរដល់ពាក់កណ្ដាលផ្លូវពួកខ្ញុំក៏បានឈប់ចាក់សាំងអីតិចតួចអង្គុយលេងដើម្បីឲ្យម៉ូតូត្រជាក់ដោយសារតែពាក់កណ្ដាលផ្លូវរៀងក្រែលដែរហ្នឹងណាសម្រាប់ហើយពួកខ្ញុំក៏បន្តដំណើររហូតទៅដល់លោកយាយម៉ៅអូខេដល់លោកយាយម៉ៅគឺថាបានជួប fan ស្អាតខ្ជូតខ្លាំងមែនតើហើយខ្ញុំក៏បានដើរទៅថ្វាយបង្គំលោកយាយក៏ដូចជាទិញផ្កាឈូកអុជធូបអុជអីសុំសេចក្តីសុខសេចក្តីចម្រើននៅក្នុងការធ្វើដំណើរអញ្ចឹងទៅរួចផ្កាហ្នឹងទិញគេប៊ីផ្លិចឲ្យលុយគេទៀតមកធ្វើអុជធូបអុជអីហើយអ្នកលក់ឈរចាំមកសួរទៅអីគេបងផ្លិចឲ្យលុយអូខ្ញុំនិយាយមែនមុខឡើងក្រហមងាំងហ្មងទិញផ្កាគេផ្លិចឲ្យលុយមនុស្សច្រើនទៀតពេលមកដល់ផ្លូវបាយកោះកុងខ្ញុំក៏បានឈប់ញ៉ាំបាយនៅហាងឈ្មោះម៉ាក់អាឆកអូយឈ្មោះបរោះទៀតអីគាត់មានលក់ម្ហូបធ្វើឲ្យស្រាប់ប៉ុន្តែឆ្ងាញ់ហ្មងមានទាំងកាពិផាវមានទាំងខមានទាំងអីហើយខ្ញុំដាក់កាពិផាវជាមួយទឹកសក់នេះញ៉ាំទៅគឺថាចូលជាតិខ្លាំងមែនតែននិយាយទៅឲ្យតែធ្វើដំណើរហត់ដាក់អីក៏ឆ្ងាញ់ដាក់អីក៏ចូលដែរថ្មិចបើគឺដល់ស្ពានស្រុកស្រែអំបិលហើយសួស្ដីទៅដល់អ្នកកោះកុងទាំងអស់គ្នាផងដែលបានមើលវីដេអូនេះសុខសប្បាយយ៉ាងណាដែរផ្ញើជូនក្តីស្រឡាញ់ពីចម្ងាយពីខ្ញុំណាភិនហើយទីបំផុតគឺយើងបានឡើងមកដល់ស្ទឹងពពកហើយគឺថាអាប់ខ្លាំងមែនតែនពេលដែលខ្ញុំឡើងទៅដល់នេះគឺមេឃរៀងរភ្លៀងអីហើយអូយទេសភាពអត់ស្អាតអត់យកលុយទេអ្នកទាំងអស់គ្នាឡើងមកដល់គឺខ្យល់លហើយបាត់ភាពហត់អស់លេងហ្មងហើយពួកខ្ញុំក៏ចាប់ផ្ដើមរៀបចំអាវ៉ាអាវ៉ាន់សម្រាប់បោះតង់ហើយប្រក់ដបូលការពារភ្លៀងដោយសារខែនេះខែភ្លៀងគឺអត់ប្រហែសបានទេហើយអាវ៉ាន់អស់នេះគឺខ្ញុំកំងមកពីចិនណាអ្នកទាំងអស់គ្នាថោកឯតែគុណភាពខ្ពស់ខ្លាំងមែនតែនហើយអាវ៉ាន់អស់នេះគឺខ្ញុំប្រើប្រាស់សេវាកម្ម app DOSB ឲ្យគេជួយទិញការដឹកជញ្ជូនពីចិនមកគឺតម្លៃទាបជាងទីផ្សារចំនួន 2000 រៀលចំពោះកញ្ចប់តូចហើយបើសិនជាដឹកជញ្ជូនមកដល់ផ្ទះយើងវិញគឺ free តែម្ដងមេឃក៏ចាប់ផ្ដើមធ្លាក់ពលឺខ្ញុំហើយនឹងគ្នាខ្ញុំក៏ចាប់ផ្ដើមរៀបចំអាវ៉ាអាវ៉ាន់ដាក់ស៊ុបស៊ីឈាន់មួយឆ្នាំងតែម្ដងអូដល់កោពួកខ្ញុំដាក់យកញ៉ាំមកឆ្អែតឲ្យមានកម្លាំងតែម្ដងដោយសារអីថ្ងៃមិញនេះគឺពួកខ្ញុំប្រហោះដ្រូនហើយវាធ្លាក់ដ្រូនចូលកណ្ដាលព្រៃជ្រៅខ្លាំងមែនតែនហើយធ្លាក់ពលឺទៀតតែពួកខ្ញុំសុកចិត្តទៅកណ្ដាលយប់តែម្ដងដោយសារតែខ្លាចដ្រូនអស់ថ្មយើងពិបាករកផ្លូវនេះជិះម៉ូតូបានតែត្រឹមរយៈទេហើយយើងត្រូវចុះពីម៉ូតូដើម្បីដើរចូលទៅខាងក្នុងព្រៃហ្នឹងទៅរកដ្រូនហ្នឹងហើយព្រៃនេះគឺអត់មានដានដើរអីត្រឹមត្រូវទេគឺយើងត្រូវកាប់ឆ្ការព្រៃដើរចូលទៅតែម្ដងយើងដើរនេះគឺត្រូវកាច់ស្លឹកឈើដើម្បីចំណាំផ្លូវដើរមកវិញអត់ដានមកវិញអត់កើទេណាវែងពេញព្រៃបាយជើងគឺពាក់ស្បែកជើងផ្ទាត់មកទេខ្ញុំអត់បានពាក់ស្បែកជើងកវែងមកទេដោយសារមើលក្នុង GPS ស្មានតែចិត្តដើរមកលងខ្លួនទៅចូលក្នុងព្រៃជ្រៅតែម្ដងដាច់សេវាដាច់ Google Map អស់លេងហ្មងរយៈពេល4ម៉ោងនៅក្នុងព្រៃកណ្ដាលយប់អត់ទឹកទេដើរពេលខ្លះភ្លៀងមកទៀតព្រៃជ្រៅខ្លាំងហ្មងអ្នកទាំងអស់គ្នាគ្រោះថ្នាក់មិនដឹងទៅរកណាទេបើអត់សេវាផងឧបសគ្គមានច្រើនគ្រាន់បើដែរតែពួកខ្ញុំជំនះដើម្បីអាចចេញពីព្រៃនឹងមកវិញអញ្ចឹងណាហើយឃើញដើរច្អល់ចុះច្អល់ឡើងហ្នឹងគឺវែងណាទាំងអស់គ្នាពងតដើររកដានណាយើងបសល់ទុកពេលយើងដើរមកហ្នឹងដើរក៏ឃើញប្រភពទឹកមួយអ្នកទាំងអស់គ្នាគឺទឹកធ្លាក់ហើយពួកខ្ញុំក៏ចាប់ផ្ដើមញ៉ាំយកទៅដោយសារស្រេកទឹកហើយតកៅធ្លាក់លើខ្លួនទៀតតែអត់ខ្វល់ទេញ៉ាំទឹកសិនហើយស្រេកអូជីវិតមានគ្រប់រសជាតិចឹងទៅបានដឹងថាសប្បាយពេលដែលខ្ញុំបានដើរចេញពីព្រៃមកវិញ4ម៉ោងហ្នឹងហើយបានទឹកត្រជាក់តកកចេះមកគឺថាមានកម្លាំងផ្អឹសតែម្ដងអីក៏អត់ដូរដែរពេលហ្នឹងខ្ញុំក៏បានជូតខ្លួនជូតអីរកមើលរបួសថាមានប៉ះពាល់កន្លែងណាអត់ហើយក៏សម្រាកទៅហើយម៉ោង1យប់នៅលើភ្នំនេះគឺថាអាប់ខ្លាំងមែនតែនហើយតិចស្រួលខ្លាំងមែនតែនព្រឹកស្អែកឡើងទិដ្ឋភាពលើភ្នំគឺនៅតែអាប់តិចស្រួលខ្លាំងមែនតែនយប់មិញគេបានតែប្រហែលម៉ោងទេប៉ុន្តែមានអារម្មណ៍ថាមានកម្លាំងពេញបឹបតែម្ដងដោយតិចពេកខ្ញុំក៏បានរកអស់អីតិចតួចដើម្បីមកបង្កាត់ភ្លើងដើម្បីឲ្យមានកម្ដៅនៅចិត្តខ្លួនយើងចឹងទៅណាកាត់ភ្លើងហើយខ្ញុំក៏ចាប់ផ្ដើមរៀបចំប្រដាប់ប្រដាឆុងកាហ្វេរៀបចំអាហារពេលព្រឹក
ញ៉ាំឲ្យរៀងច្រើនតិចដោយសារយប់មិញហ្នឹងគឺប្រើប្រាស់កម្លាំងអស់ច្រើនខ្លាំងមែនតែនយើងញ៉ាំមួយនិយាយគ្នាលេងស្រស់ស្រូបយកបរិយាកាសដ៏បរិសុទ្ធរបស់ធម្មជាតិហើយពួកខ្ញុំក៏ចាប់ផ្ដើមរៀបចំអវ៉ាវ៉ាន់ដើម្បីធ្វើដំណើរទៅផ្ទះវិញលក្ខខណ្ឌដើម្បីទទួលបាន iPhone 16 ចំនួន5គ្រឿងគឺអ្នកទាំងអស់គ្នាគ្រាន់តែ comment នៅក្នុងវីដេអូមួយនេះ mention មិត្តភ័ក្តិអ្នកទាំងអស់គ្នាចំនួន3នាក់ហើយ share វីដេអូនេះដោយដាក់ public តែប៉ុណ្ណឹងជាការស្រេចបើសិនជាអ្នកទាំងអស់គ្នាចាប់អារម្មណ៍ app DOSB អាចសាកល្បងកំងបានបើសិនជាយើងកំងអវ៉ាន់ហើយអវ៉ាន់នោះបាត់បាក់បែកខូចខាតខុសពណ៌ខុសទំហំគឺក្រុមហ៊ុនធានាសងលុយវិញ 100% តែម្ដងហើយខាង DOSB ក៏មាន promotion ពិសេសដែរអ្នកទាំងអស់គ្នាមានលុយតែ 50% នៃថ្លៃអវ៉ាន់ក៏អាចដាក់ទិញបានដែរមានន័យថាបើសិនជាអវ៉ាន់តម្លៃ$10អ្នកទាំងអស់គ្នាបង់លុយមុនតែ$5ហើយចំណែកឯ$5ទៀតនៅបង់នៅពេលដែលយើងទទួលអវ៉ាន់បានអញ្ចឹងវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងឯងអ្នកទាំងអស់គ្នាអរគុណសម្រាប់ការទស្សនាជម្រាបលាបាយបាយ